បងប្អូនគាត់ឃើញក្បាលវីដេអូដឹងថាកសិករយើងគឺការធ្វើស្រែធ្វើចំការនេះគឺពិបាកយ៉ាងណាណាបងប្អូនណាបាទនេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានទៅជួយច្រូតស្រូវរបស់បងប្អូនយើងបាទបងថ្លៃខ្ញុំតែម្ដងដែលគាត់ធ្វើការច្រូតនេះគឺដដែលជាមួយនឹងទឹកឡើងបាទជាអកុសលមែនតើដោយសារខែនេះទើបតែខែ6ទេពាក់កណ្ដាលខែ6ប៉ុន្តែទឹកបានឡើងជាកំហុកមែនតើបងប្អូនណាបាទអត់ដែលមានទេគឺទឹកឡើងជាកំហុកមែនតើអញ្ចឹងបងប្អូនប្រជាកសិករយើងដែលគាត់បានធ្វើស្រូវប្រាំងបាទវគ្គ2បាទគាត់ធ្វើស្រែវគ្គ2នេះគឺបងប្អូនមួយចំនួនធំគឺបានលិចអស់ហើយបងប្អូនណាបាទលិចស្រូវគាត់គឺលិចខ្ទេចលិចខ្ទីតែម្ដងគឺកំពុងតែពេញផ្លែកំពុងតែចេញហើយបាទដាក់ក្របដាក់អីប៉ុន្តែវាអត់ទាន់ទុំហើយអញ្ចឹងក៏លិចអស់ហើយបងប្អូនណាបាទអញ្ចឹងធម្មតាស្រូវវាលិចតែ3ទៅ4ថ្ងៃគឺវាលួយខូចអស់ហើយអញ្ចឹងវាពិតជាសោកស្ដាយមែនតើដោយសារតែធម្មតាបងប្អូនកសិករយើងគឺគាត់ធ្វើគាត់ចង់បានការចំណាយក៏ច្រើនដែរទី1ជីថ្នាំបាញ់ដាក់ទឹកដាក់អីហើយចំណាយពូជចំណាយការភ្ជួររាស់ទាំងកម្លាំងពលកម្មខ្លួនឯងទៀតបាទចឹងអស់ច្រើនមែនទែនបងប្អូនណាបាទហើយនេះគឺការច្រូតនេះគឺយើងច្រូតបានដោយសារដីនេះយើងទួលបាទដីយើងទួលអញ្ចឹងទៅយើងវាអត់ទាន់លិចទេវាលិចដែរប៉ុន្តែលិចទាបអញ្ចឹងយើងអាចច្រូតបានហើយសំសរសើរចិត្តម្ចាស់ម៉ាស៊ីនច្រូតមែនទែនដែលគាត់ហ៊ានលះបង់របស់គាត់បាទមានថាគាត់ហ៊ានមកច្រូតឲ្យយើងដោយសារតែផ្លូវដែលធ្វើដំណើរមកនេះបើកគ្រឿងចាក់នេះមកនេះគឺឆ្លងកាត់ជាមួយនឹងទឹកបាទទឹកគឺជ្រៅមែនទែនកម្ពស់ត្រឹមចង្កេះបងប្អូនណាបាទត្រឹមចង្កេះកន្លែងខ្លះលើសចង្កេះទៀតប៉ុន្តែគាត់នៅតែបើកមកបានដើម្បីច្រូតឲ្យយើងណាបាទយ៉ាងសំសរសើរទឹកចិត្តគាត់មែនទែនបាទដូចទស្សនវិជ្ជាបងប្អូនបានឃើញនេះគឺទឹកនេះផ្លូវខាងលើនោះគឺវាមានផ្លូវមករហូតដល់កន្លែងនេះគឺទឹកលិចវាយ៉ាងទំនាបណាបងប្អូនបាទយ៉ាងទំនាបនេះវាទឹកលិចនេះគឺទឹកលិចជ្រៅបងប្អូនណាវាចូលត្រឹមចង្កេះលើចង្កេះទៀតប៉ុន្តែគាត់នៅតែបើកមកច្រូតឲ្យយើងបានបាទហើយនេះគឺទស្សនវិជ្ជារួមដែលយើងបានប្រមូលផលហើយបញ្ជាក់ជូនណាគឺយើងច្រូតហើយគឺយើងត្រូវលើកស្រូវហ្នឹងដាក់លើទូកបាទដាក់លើទូកអុសចម្លងហើយបានយើងលើកទៅដាក់គោយន្តមួយតង់ទៀតវា2តង់អញ្ចឹងកសិករវាពិតជាហត់ខ្លាំងមែនទែនហើយក៏សូមផ្ដាំផ្ញើទៅបងប្អូនណាបាទបងប្អូនដែលកំពុងតែរៀនសូត្រនេះបានអញ្ចឹងគឺម៉ែឪបដៅប្រឹងរៀនទៅបងប្អូនណាប្រឹងរៀនទៅបាទអញ្ចឹងសម្រាប់ដែលគាត់អ្នកដែលមិនបានសូវរៀនសូត្រខ្ពង់ខ្ពស់ឬក៏មិនមានលទ្ធភាពរៀនគឺមានតែធ្វើស្រែធ្វើចការអញ្ចឹងគឺហត់ខ្លាំងណាស់បាទអញ្ចឹងបើសិនជាយើងរៀនប្រឹងរៀនទៅយើងមានចំណេះវិជ្ជាយើងអាចធ្វើអីផ្សេងក្រៅពីធ្វើស្រែធ្វើចំការវាអាចធូរកម្លាំងយើងមួយចំនួនដែរអញ្ចឹងណាបាទអញ្ចឹងមានការផ្ដាំផ្ញើតែប៉ុណ្្នឹងទេហើយសម្រាប់តម្លៃវាដូចជាមិនសមប្រកបដែរសម្រាប់ឆ្នាំនេះគឺតម្លៃស្រូវរបស់យើងគឺនៅធូរនៅឡើយមានថាវាបាន1គីឡូដល់700ជាងអញ្ចឹងសូមក្រសួងមានសមត្ថកិច្ចជួយបាទឲ្យបានតម្លៃខ្ពស់ជាងនឹងតិចទៅបាទខ្ទង់1000តិចតួចគឺរស់ឲ្យប្រជាជនយើងបាទអញ្ចឹងសូមមេត្តាជួយមើលផងវីដេអូនេះគឺមិនមែនថាធ្វើដើម្បីអុកទាញឬគោលបំណងអីទេគឺគ្រាន់តែថាបើសិនជាអាចឲ្យបានតម្លៃខ្ពស់ជាងនឹងបន្តិចទៅណាបាទហើយនេះគឺទស្សនវិជ្ជារបស់យើងគឺលិចអស់បងប្អូនលិចខ្ទេចលិចខ្ទីនេះបងប្អូនឃើញទេវីដេអូបងប្អូនមើលរយខ្មៅហ្នឹងគឺខ្ញុំព្យាយាមផ្ដិតយករូបភាពនេះគឺលិចនេះបងប្អូនស្រូវសិតតែស្រូវលិចអស់ហើយបាទអញ្ចឹងវាពិតជាសោកស្ដាយមែនទែនបាទគួរឲ្យសោកស្ដាយមែនទែនអត់មានអ្នកណាគេចង់ជួបរឿងហ្នឹងទេប៉ុន្តែធ្វើម៉េចវាបញ្ហាហ្នឹងវាកើតឡើងមកហើយវាមិនអាចបន្ទោសធម្មជាតិបានទេបាទហើយនេះគឺទស្សនវិជ្ជាដែលយើងច្រូតនៅលើគោកទេដោយសារដីប្រាំងនេះគឺយើងធ្វើនៅក្នុងភូមិអញ្ចឹងវាអត់បញ្ហាទេគ្រាន់ថាពេលដែលយើងច្រូតអនុមកយើងបោករួមផ្សំមួយគ្នាទៅណាបងប្អូនណាបាទអញ្ចឹងបងប្អូនណាដែលធ្លាប់ជាអតីតអ្នកធ្វើស្រែធ្វើចំការឬឥឡូវកំពុងតែធ្វើបាទអញ្ចឹងឃើញវីដេអូនេះហើយកុំភ្លេចជួយ share បន្ថែមផងបាទហើយសូមជូនពរឲ្យបងប្អូនជាកសិករយើងឆ្នាំក្រោយបានស្រូវបានថ្លៃល្អហើយធ្វើស្រូវកុំឲ្យមានរោគមានអីឲ្យវាស្អាតល្អបានផលបានច្រើនលក់បានថ្លៃបាទហើយបើសិនជាយើងអាចសិក្សាទៅលើបញ្ហាមួយចំនួនដូចជាការ
ប្រើថ្នាំការប្រើជីអីយើងគួរតែស្វែងយល់បន្ថែមបាទដើម្បីឲ្យបានទិន្នផលខ្ពស់គេហៅកសិករគេហៅកសិកម្មទំនើបណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេគ្រាន់តែថាចង់បង្ហាញថាឆ្នាំនេះគឺស្រូវយើងអ្នកដែលគាត់ធ្វើវគ្គ2គឺលិចទឹកច្រើនបាទពិតជាសោកស្ដាយមែនទែនប៉ុន្តែយើងច្រូតបានខ្លះដែរមិនអត់ទេអ្នកខ្លះលិចទៅអ្នកខ្លះក៏នៅទៅអញ្ចឹងអ្នកដែលលិចទៅគឺអស់ហលីងតែម្ដងអ្នកដែលនៅអាចថាស្រោចស្រង់បានខ្លះណាបាទហើយវីដេអូនេះវាមានតែប៉ុណ្្នឹងបងប្អូនបាទបើសិនជាបងប្អូនពេញចិត្តកុំភ្លេចជួយ like និងជួយ share បន្ថែមផងបាទហើយបើបានជួយ share ទៅគីឡូបានមានទីផ្សារសម្រាប់បងប្អូនឆ្នាំក្រោយបានតម្លៃស្រូវកាន់តែខ្ពស់ជាងនឹងបន្តិចទៅយើងប្រជាកសិករគឺវាល្អដែរបាទធម្មតាស្រូវបើសិនបានត្រឹមតម្លៃ1000ឬក៏1100អីវាអាចទប់នឹងជីវភាពក្នុងការចំណាយបងប្អូនបានដែរបាទបើសិនជាធ្វើប៉ុណ្ណឹងវាពិបាកដែរណាអរគុណ